ថ្ងៃនេះខ្ញុំសូមនិយាយអំពីអ្នកដែលធ្លាប់ប្រើប្រាស់ឥណទានហើយពេលដែលយើងសិក្សាពីប្រវត្តិរបស់យើងនៅក្នុង CBC ពេលយើងឆែកទៅយើងឃើញឈ្មោះយើងតែវាខុសប្រក្រតីពីអ្វីដែលយើងបានទូទាត់ឧទាហរណ៍ថាយើងទូទាត់ប្រចាំខែនោះវាទៀងទាត់អញ្ចឹងក្នុងរបាយការណ៍ឥណទានយើងទូទៅត្រូវដាក់ថាលេខ0រៀងរាល់ខែប៉ុន្តែពេលដែលយើងត្រួតពិនិត្យទៅលើការរាយការណ៍នៅលើរបាយការណ៍ឥណទានរបស់យើងសម្គាល់ឃើញថាមានភាពខុសប្រក្រតីឧទាហរណ៍ថាយើងបង់ទៀងទាត់បែរជាយើងឃើញថាដាក់ថាលេខ1លេខ2លេខ3ឬមួយក៏លេខណាផ្សេងដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសឬក៏ស្ថាប័នហ្នឹងគាត់រាយការណ៍ទៅវាខុសឆ្គងអីព័ត៌មានផ្សេងដូចជាទំហំទឹកប្រាក់ឬមួយក៏ប្រវត្តិសងអីជាដើមហ្នឹងយើងអាចតាក់ទងទៅក្រុមហ៊ុនដែលគាត់ត្រាឥណទាននោះយើងស្នើសុំនៅការកែតម្រូវយើងអាចកែតម្រូវមិនបានប៉ុន្តែយើងផ្ដោតទៅលើភាពជាក់ស្ដែងបានន័យថាបើសិនជាយើងបង់ប្រាក់ថ្ងៃទី1ហើយយើងដាក់ចំរៀងរាល់ថ្ងៃទី1ពិតប្រាកដមែននោះក្រុមហ៊ុននឹងធ្វើការត្រួតពិនិត្យហើយនឹងផ្ទៀងផ្ទាត់ជាមួយនឹងធនាគារដែលបងប្អូនកំពុងតែប្រើប្រាស់អញ្ចឹងប្រវត្តិការផ្សេងដែលខុសប្រក្រតីយើងគិតថាយើងនឹងអាចកែប្រែមកវិញបានលើកឡើងតែយើងបង់ប្រាក់ហ្នឹងវាខុសឬមកថាមិនទៀងទាត់ណាឧទាហរណ៍តារាងថ្ងៃ1យើងបង់ថ្ងៃ2ថ្ងៃ3ឬថ្ងៃណាផ្សេងអាហ្នឹងវាពិតជាជាប់នៅក្នុងរបាយការណ៍កត់ត្រាថាយឺតយ៉ាវហើយបើសិនបើយើងឃើញថាវាខុសប្រក្រតីយើងអាចស្នើសុំទៅធនាគារដែលយើងប្រើប្រាស់ឥណទានឬមួយក៏ទៅក្រុមហ៊ុនកត់ត្រាឥណទានដែលនៅស្រុកយើងគេហៅថាប្រព័ន្ធក្រុមហ៊ុនកត់ត្រាឥណទានហៅ CBC អញ្ចឹងទាំងអស់គ្នាខ្ញុំគិតថាពាក្យថា CBC នេះគ្នាយើងប្រហែលជាយល់បានច្រើនហើយអញ្ចឹងសូមប្រើប្រាស់ពាក្យឲ្យចំកុំនិយាយថាខូច CBC តែមិន CBC ជាឈ្មោះក្រុមហ៊ុនទេអញ្ចឹងគឺខូចប្រវត្តិសងឥណទានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ខ្លួនឯងទេមិនអញ្ចឹងណាអញ្ចឹងសូមប្រើប្រាស់ពាក្យហ្នឹងឲ្យត្រឹមត្រូវហើយយើងអាចយល់ដឹងពីសារៈសំខាន់នៃសុខភាពហិរញ្ញវត្ថុនិងការតាមដានទៅលើរឿងទូទាត់ទាំងអស់គ្នាដើម្បីឲ្យប្រវត្តិរបស់យើងល្អនៅក្នុងប្រព័ន្ធឥណទានស្រួលយើងប្រើប្រាស់ថ្ងៃអនាគតឧទាហរណ៍យើងចែកធនាគារការប្រាក់ចំនួនណាមួយនៅពេលដែលយើងចង់ដូរពីធនាគារទៅខហ្នឹងដើម្បីទទួលបាននៅអត្រាណាមួយផ្សេងដែលធូរជាងមុនអាហ្នឹងគឺមានផលចំណេញបើយើងដាក់ប្រាក់បញ្ញើអត្រាការខ្ពស់កាន់តែចំណេញតែបើយើងខ្ចីឥណទានទៅប្រើប្រាស់អត្រាដែលទាបមិនថាយើងកាន់តែសល់ប្រាក់មិនថាយើងសំចៃពីការទូទាត់ការប្រាក់អញ្ចឹងសូមទាំងអស់គ្នាបើតែយកចិត្តទុកដាក់ឲ្យទូទាត់ឥណទានឲ្យបានទៀងទាត់តាមពេលវេលាកំណត់នៅក្នុងតារាងសំប្រាក់បើសិនមិនមានកំហុសឆ្គងឬក៏ការ error តាណាមួយអានោះគឺយើងអាចស្នើសុំទៅភាគីដែលពាក់ព័ន្ធបានដូចជាខ្ញុំលើកឡើងខាងដើមអញ្ចឹងទៅសួរធនាគារដែលយើងប្រើប្រាស់ហើយនឹងក្រុមហ៊ុនកត់ត្រាឥណទានដើម្បីទៀងទាត់តើមាន error ឬក៏អត់ទេហើយមុននឹងស្នើសុំសូមប្រកាសថាខ្លួនយើងពិតជាបានប្រើប្រាស់ត្រឹមត្រូវនិងទូទាត់បានតាន់ពេលវេលាអមជាមួយនឹងឯកសារយើងគ្រប់គ្រាន់គឺយើងអាចស្នើសុំកែតម្រូវបានបើសិនបើមានចម្ងល់អីផ្សេងអាច comment បានហើយបើខ្ញុំចេះដឹងតាណាផ្សេងទៀតខ្ញុំនឹងអាចជួយបញ្យល់បន្ថែមដែរអរគុណសម្រាប់ការតាមដាន